ជំរាបសួរខ្ញុំរ៉ាន់ឌីវីដាបុតថ្ងៃនេះខ្ញុំចង់និយាយពីការបើកមុខរបរតូចមួយរបស់ខ្ញុំដែលជាមុខរបរលក់សាំងវិចខ្ញុំចាប់ផ្ដើមមុខរបរលក់សាំងវិចនេះក្នុងរយៈពេល5ឆ្នាំតាមពិតទៅមុខរបរនេះខ្ញុំគ្រាន់តែបើកធម្មតាអត់សូវគិតថាវាដើរមកដល់ថ្ងៃនេះអញ្ចឹងមុខរបរលក់សាំងវិចនេះជាចំណែកមួយដែលជួយដល់ជីវភាពខ្ញុំមកដល់សប្តាហ៍ថ្ងៃខ្ញុំបើកមុខរបរលក់សាំងវិចនេះពីមុនខ្ញុំជានិស្សិតដែលគិតថាចង់រកចំណូលដោយខ្លួនឯងហើយក៏ប្រកបនៅរបរដែលជានំប៉័ងដែលយកមកធ្វើជាសាំងវិចហើយក៏វាអាចជួយរកចំណូលដែលផ្គត់ផ្គង់ឲ្យខ្ញុំបានរៀននៅសាកលដូចគ្នាបន្ទាប់មកទៀតខ្ញុំគិតថានំប៉័ងមួយនេះវាអាចធ្វើជាសាំងវិចបានអញ្ចឹងនៅថ្ងៃអនាគតខ្ញុំចង់បន្ថែមអ្វីមួយដែលធ្វើពីនំប៉័ងនេះដូចគ្នាហើយពិបាកនៃការបើកមុខរបរនេះដូចអ្នកនរគ្នាដឹងចឹងថាសាច់ដែលយើងធ្វើពេលខ្លះវាអាចនឹងឡើងថ្លៃឬក៏គ្រឿងទេសផ្សេងទៀតក៏វាឡើងថ្លៃតាមនឹងដែរចំណែកផលវិបាកផ្សេងទៀតដូចនិយាយចឹងថារបស់ដែលមានសាច់មានអីចឹងគឺវាអាចຕົកយូរទៅធ្វើឲ្យជូរឬផ្អូមតាមអីដែលយើងຕົករយៈពេល1ថ្ងៃ2ថ្ងៃតាមសាច់ដែលយើងត្រូវຕົកហ្នឹងខ្ញុំបានមកទិញកន្លែងគាត់អស់រយៈពេលជាយូរហើយដោយសារកន្លែងគាត់មានរសជាតិឆ្ងាញ់ហើយនឹងអនាម័យខ្ពស់ខ្លាំងមែនទែនហើយម្យ៉ាងទៀតរបស់គាត់ដែលសល់អញ្ចឹងគាត់អាចយកលក់ឲ្យយើងទៀតទេគឺគាត់តែងតែធ្វើថ្មីជារៀងរាល់ថ្ងៃតែម្ដងជាចុងក្រោយខ្ញុំសូមអរគុណដល់ភ្ញៀវនិងអតិថិជនទាំងអស់ដែលបានគាំទ្ររូបខ្ញុំរហូតមកដល់ពេលនេះ